សួស្តីអ្នកនរគ្នាបាទមែនយូហើយមែនអនហ្នឹងគឺអត់មានមេរៀនថ្មីមកសម្រាប់ជនអ្នកគ្នាបានទស្សនាផងដែរហើយរឿងនោះមានចំណងជើងថាលោកស្នេហ៍លោកប្រទេសសង្ហាហើយ YouTube មក admin ក៏មានបញ្ហាផងដែរដោយសារតែនៅសុកវាបានវីដេអូអស់ហើយអញ្ចឹងហើយ admin ក៏អត់ដឹងថាធ្វើម៉េចដែរមានតែធ្វើរឿងថ្មីឲ្យទាំងអស់គ្នាមើលអញ្ចឹងហើយសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចចុច like និងចុច subscribe ឲ្យ admin ផងណាអញ្ចឹងហើយកុំខាតពេលវេលាយូរយើងមកចូលជាមួយសាច់រឿងរបស់យើងហ្មងទៅដោយផ្ដោតទៅលើដំបងរបស់យើងគឺយើងក៏បានឃើញគេកំពុងតែដង្ហែសពរបស់មនុស្សប្រុសម្នាក់និងស្រីម្នាក់ផងដែរហើយអ្នកទាំងពីរគឺមានឈ្មោះថាសៀចិនស៊ីគឺជាម្ដាយរបស់ទូប្រុសហើយនឹងម្នាក់ប្រុសនោះគឺមានឈ្មោះថាជីងស៊ូប៉ៅដែលជាឪពុករបស់ទូប្រុសរបស់យើងគឺគាត់បានទទួលមរណភាពហើយម្ដាយនិងឪពុករបស់ទូប្រុសទាំងពីរគឺបានជួបបដិហេតុការវិលត្រឡប់មកវិញពីក្រៅប្រទេសហើយក៏បានជួបបញ្ហានៅពេលដែលកំពុងធ្វើដំណើរធ្វើឲ្យពួកគាត់ទាំងពីរក៏បានបាត់បង់ជីវិតទៅហើយពួកគាត់ទាំងពីរក៏បានបន្សល់ទុកនូវកូនប្រុសម្នាក់ដែលមានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះហើយអ្នកកសិជាច្រើនក៏បានសួរទៅកាន់ក្រុមគ្រួសាររបស់ទូប្រុសរបស់យើងថាឪពុកម្ដាយរបស់ទូប្រុសរបស់យើងពិតជាស្លាប់ដោយសារបដិហេតុនៅតាមផ្លូវមែនឬអត់ហើយក៏បានសួរទៀតថាតើអ្នកណាគឺជាអ្នកបន្តវេននៅក្រុមហ៊ុន K បន្តទៀតសាច់រឿងបន្តមកយើងគេក៏បានកើតនៅពេលដែលពួកគេកំពុងតែធ្វើដំណើរត្រឡប់ទៅវិញក្មេងប្រុសក៏បានសួរទៅកាន់លោកតារបស់គេថាតើលោកពូដែលបានសម្លាប់គ្រួសាររបស់គេនោះតើគាត់នៅឯណាលោកតាគាត់ក៏បាននិយាយប្រាប់ទៅកាន់ចៅប្រុសរបស់គាត់ថាគាត់ក៏មិនដឹងដែរថាគេនោះនៅឯណាប៉ុន្តែអ្នកដែលសម្លាប់ឪពុកម្ដាយរបស់ឯងគឺគេស័ក្តិសមនឹងទទួលគេប្រហារជីវិតត្រូវជាប់គេដាក់ទោសនៅក្នុងគុកអស់មួយជីវិតហើយលោកតារបស់ទូប្រុសរបស់យើងក៏គាត់មានឈ្មោះថាគឹមជេពីលហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុន K គ្រប់ផងដែរហើយគាត់ក៏បាននិយាយប្រាប់ទៀតថាការដាក់ទោសនេះគឺអាចដាក់ទោសទៅលើបរិសម្នាក់នោះប្រហែលជា1ឆ្នាំទៅ2ឆ្នាំទៅវិញក្មេងតតែជាទូប្រុសរបស់យើងក៏បាននិយាយថាមិនក៏បានទៅជាបែបហ្នឹងទូប្រុសក៏បាននិយាយទៀតថាលោកតាលោកតាមិនគិតថាឪពុកម្ដាយរបស់ខ្ញុំគឺគាត់ពិតជាគួរឲ្យអាណិតពេកទេឬពួកគេទាំងអស់នោះគួរតែត្រូវចាប់ដាក់គុកអស់មួយជីវិតហើយគឺត្រូវបង់សំណងមិនថារឿងអីក៏ដោយហើយមិនជាលោកតាមិនធ្វើអីសោះអញ្ចឹងអ្នកមីងរបស់គេក៏មានការឈឺចិត្តជាខ្លាំងផងដែរនៅពេលដែលដឹងថារឿងទាំងអស់នេះគឺមិនអាចដោះស្រាយបាននៅពេលនោះក៏មានមនុស្សជាច្រើនក៏បានមកឡងចាំពួកគេនៅខាងមុខនឹងផងដែរលោកតារបស់ទូប្រុសរបស់យើងក៏បាននិយាយថានេះហើយគឺជាការប្រឡូកនៅក្នុងសង្គមមួយនេះអ្នកមីងរបស់ទូប្រុសរបស់យើងក៏បានដើរមកហៅទូប្រុសរបស់យើងដើម្បីចុះពីឡានហើយក៏និយាយថាក្មួយប្រហែលជាមិនសប្បាយចិត្តហើយអំពីរឿងរបស់ពុកម្ដាយរបស់ឯងប៉ុន្តែនៅពេលណាមួយនៅថ្ងៃអនាគតឯងនឹងយល់ដឹងអំពីរឿងទាំងអស់នេះទូប្រុសរបស់យើងគេក៏បានរត់ចេញពីទីនោះផងដែរហើយក៏ងាកមកនិយាយវិញថាគេនឹងចងចាំអំពីរឿងរ៉ាវដ៏ឈឺចាប់មួយនេះអស់មួយជីវិតរបស់គេហើយគេក៏បានរត់ចាក់ចេញពីទីនោះបាត់ទៅគេក៏បានគិតក្នុងចិត្តថាចិញ្ចៀនដ៏មានតម្លៃវត្ថុបុរាណដែលគ្មានមនុស្សធម្មតាណាអាចដេញថ្លៃបានហើយតើវាមានតម្លៃអ្វីទៅសម្រាប់ខ្ញុំតើវាអាចយកមកធ្វើអ្វីបានខ្ញុំគ្រាន់តែចង់ទៅរកឪពុកម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះសាច់រឿងបន្ទាប់របស់យើងគេក៏បានកាត់មកដល់កន្លែងស្នាក់នៅរបស់បុគ្គលិកមួយកន្លែងក្មេងតូចដូចជាទូប្រុសរបស់យើងក៏បានឈប់សម្រាប់បន្តិចហើយនៅពេលនោះគេក៏បានលើក្មេងស្រីម្នាក់និយាយថាអ្នកមីងតើពេលណាលោកប៉ារបស់ខ្ញុំគាត់មកទទួលខ្ញុំនោះហើយអ្នកមីងរបស់គេក៏បានប្រាប់ទៅកាន់ក្មេងតូចថាពួកយើងគួរតែទៅរងចាំនៅខាងក្នុងទៅក្មេងតូចក៏និយាយទៀតថាប៉ុន្តែលោកប៉ារបស់ខ្ញុំគឺគាត់បាននិយាយថាគាត់នៅត្រឡប់មកវិញនៅថ្ងៃនេះនោះក្មេងស្រីតូចនោះគឺនាងមានឈ្មោះថាហានសានហើយនាងក៏ជាតួឯកស្រីក្នុងរឿងរបស់យើងផងដែរទូប្រុសក៏បានគិតក្នុងចិត្តថាក្មេងស្រីម្នាក់នេះហើយគឺជាកូនអ្នកបើកបរដែលបានសម្លាប់ឪពុកម្ដាយរបស់គេក៏បានឈរសម្លឹងទៅកាន់នាងហើយក៏បានគិតថាគេនឹងមិនអត់ទោសឲ្យនាងជាដាច់ខាតហើយសាច់រឿងក៏បានកាត់មកដល់20ឆ្នាំក្រោយផងដែរនៅពេលនោះផងដែរក៏មានមនុស្សស្រីម្នាក់និយាយទៅកាន់ចុងភៅថាអរគុណលោកហើយក្មួយប្រុសរបស់ខ្ញុំពិតជាចូលចិត្តម្ហូបអាហារនៅទីនេះខ្លាំងណាស់អរគុណសម្រាប់ការរៀបចំម្ហូបនៅថ្ងៃនេះចុងភៅក៏បាននិយាយថាលោកស្រីប្រធានមិនអីទេចឹងហើយនារីម្នាក់នឹងគឺគាត់មានឈ្មោះថាស៊ូជីងហួរគឺត្រូវជាអ្នកមីងរបស់ទូប្រុសរបស់យើងកាលពីដើមភាគហើយគាត់គឺជាប្រធានផ្នែកគ្រប់គ្រងឧបករណ៍នៅក្នុងក្រុមហ៊ុន K ផងដែរពេលនោះគាត់ក៏បាននិយាយឡើងទៀតថាតើក្មួយប្រុសរបស់គាត់កំពុងតែធ្វើដំណើរមកបានឬអត់បើតាមគិតពីពេលវេលាគឺត្រូវតែមកដល់ហើយនៅឡើយនេះតើតែគិតនៅពេលនោះក្មួយប្រុសរបស់គាត់ក៏បានមកដល់ហើយគាត់និយាយថាឲ្យគាត់សុំទោសផងអ្នកមីងខ្ញុំបានមកយឺតហើយតើអ្នកមីងរងចាំខ្ញុំយូរហើយឬនៅហើយទូប្រុសរបស់យើងគឺគាត់មានឈ្មោះថាស៊ូធីងជុនមានអាយុ30ឆ្នាំពួកគេក៏បានអង្គុយញ៉ាំអាហារហើយអ្នកមីងរបស់គេក៏បាននិយាយទៅកាន់ក្មួយប្រុសគេថាឥឡូវនេះគឺឯងមានអាយុច្រើនហើយក៏សង្ហាទៀតដែរគូណាទៅដល់វ័យរៀបការហើយទូប្រុសក៏និយាយលេងជាមួយនឹងអ្នកមីងគេថាគឺគេមិនចង់រៀបការឡើយគឺចង់នៅដូចជាអ្នកមីងរបស់គេក៏បានឆ្លើយប្រាប់ទៅមិនមែនមីងមិនចង់រៀបការតែដោយសារតែមីងរវល់ពេកទើបមិនអាចរៀបការបានអ្នកមីងរបស់គេក៏បាននិយាយទៀត
ថាក្មួយគួរតែរក្សាការសន្យាជាមួយនឹងលោកតារបស់ឯងដែលស្នាក់នៅអាមេរិកចំនួន1ឆ្នាំទៀតមុននឹងត្រឡប់មកវិញហើយបន្ទាប់មកឯងប្រហែលជាអាចឲ្យទៅចាត់តាំងនៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនរបស់យើងផងដែរទូប្រុសក៏បានប្រាប់ទៅកាន់អ្នកមីងគេថាអ្នកមីងមិនបាច់បារម្ភឡើយគឺគេមានគម្រោងច្បាស់លាស់ហើយក្នុងការប្រាប់លោកតាថាគេនឹងទៅនៅកូរ៉េខាងត្បូងវិញសាច់រឿងក៏បានបន្តឡើងនៅក្រុមហ៊ុន K&A វិញបុគ្គលិកម្នាក់ក៏បាននិយាយណែនាំទៅកាន់អ៊ំស្រីម្នាក់ឲ្យគាត់បានចុចប៊ូតុងយល់ព្រមហើយគាត់នឹងទទួលបានការបញ្ជាក់ពីក្រុមហ៊ុនរបស់យើងផងដែរអ៊ំស្រីនោះក៏គាត់បាននិយាយថាមិនអីទេចាំបន្តិចទូរស័ព្ទរបស់យើងនាងក៏បានបើកទូហើយក៏បានលុកដាក់ទៅយកកណាត់មួយដើម្បីមកជូតវិញតែរបស់នាងហើយនាងគឺមានឈ្មោះថាហានសានគឺជាតួឯកស្រីរបស់យើងគឺនាងគឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុន K ផងដែរបច្ចុប្បន្ននេះគឺនាងមានអាយុ27ឆ្នាំហើយអ៊ំស្រីគាត់ក៏បានប្រាប់ទៅកាន់នាងថាគឺគាត់បានធ្វើតាមការណែនាំរបស់នាងរួចហើយនៅពេលនោះនាងក៏បានហុចញីមកបានរបស់នាងឲ្យទៅកាន់គាត់ហើយក៏បាននិយាយថាអ៊ំស្រីនឹងអាចត្រឡប់មកវិញបានលើកក្រោយនិងទទួលបានការបញ្ចុះតម្លៃថែមទៀតហើយនាងក៏បានបន្តការធ្វើការងាររបស់នាងបន្តទៀតសាច់រឿងបន្តគេក៏បានកាត់មកដល់បន្ទប់ថែទាំទូរស័ព្ទរបស់យើងនាងក៏បានគិតម្នាក់ឯងថាមិនអីទេបច្ចុប្បន្ននេះគឺនាងមានការងារហើយ27ឆ្នាំមកនេះខ្ញុំគឺជាផ្ទាំងសៀកមួយសម្រាប់ឲ្យគេបញ្ចេញកំហឹងដាក់ប៉ុន្តែគឺនៅមានមនុស្សមួយក្រុមគឺជាព្រះអាទិត្យដែលបានបំភ្លឺផ្លូវរបស់ខ្ញុំបងហេស៊ូជាមិត្តប្រុសរបស់ខ្ញុំគឺគាត់មានរូបរាងសង្ហាហើយនិងសុភាពរាបសារទៀតផងទូរស័ព្ទរបស់យើងក៏បានសម័យនៅកើតអំពីមិត្តប្រុសរបស់នាងគេគឺតែងតែសួរនាងនិងបារម្ភពីសុខភាពរបស់នាងជានិច្ចនិយាយរួមទៅមិត្តប្រុសរបស់ទូរស័ព្ទរបស់យើងនិងគ្រួសាររបស់គេពិតជាយកចិត្តទុកដាក់និងស្រឡាញ់ទូរស័ព្ទរបស់យើងខ្លាំងមែនទែនសាច់រឿងក៏បានកាត់មកដល់ប្រហែលខែមុននៅក្នុងមន្ទីរពេទ្យមួយទូរស័ព្ទរបស់យើងគឺនាងបានមកពិនិត្យសុខភាពជាមួយនឹងប្រុសរបស់នាងនៅពេលនោះផងដែរមិត្តប្រុសរបស់នាងក៏បាននិយាយថាបងពិតជាច្រណែនអូនណាស់ហានសានគឺអូនមានប្រភេទឈាមអូហើយក៏សង្ឃឹមទៀតថាខ្លួនគេក៏អាចមានឈាមប្រភេទអូដូចជាអូនដែរគឺនិយាយប្រាប់ទូរស័ព្ទរបស់យើងទាំងទឹកភ្នែកហើយពេលនោះទូរស័ព្ទរបស់យើងនេះក៏បានសួរទៅកាន់មិត្តប្រុសរបស់នាងថាតើមានរឿងអីកើតឡើងចំពោះគេហើយមិត្តប្រុសរបស់នាងក៏បានប្រាប់ទៅគឺមិនមានរឿងអីនោះទេរឿងនេះអូនមិនបាច់ដឹងក៏បានដែរទូរស័ព្ទក៏បានសួរទៅកាន់មិត្តប្រុសរបស់នាងថាតើមានរឿងអីកើតឡើងចំពោះគ្រួសាររបស់បងហេតុអីបានជាបងមិនប្រាប់រឿងទាំងអស់នេះមកកាន់អូននៅពេលនោះមិត្តប្រុសរបស់ទូរស័ព្ទរបស់យើងក៏បាននិយាយថាម៉ាក់របស់គាត់គឺកើតជំងឺមហារីកថ្លើមហើយឥឡូវនេះគាត់ក៏បានបរិច្ចាគថ្លើមរបស់គាត់ទៅកាន់គ្រួសាររបស់គាត់ផងដែរប៉ុន្តែឈាមរបស់គាត់មួយនេះគឺមិនត្រូវជាមួយនឹងសមាជិកគ្រួសារណាម្នាក់នៅក្នុងគ្រួសាររបស់គាត់ឡើយហើយនាងក៏បន្តគិតថាទោះជាយ៉ាងណាក៏ដោយពួកគាត់ក៏តែងតែមើលថែនាងហើយក៏ប្រៀបដូចជាសមាជិកគ្រួសាររបស់នាងម្នាក់ផងដែរសេចក្ដីបន្តនាងក៏បានប្រាប់ទៅកាន់ម្ដាយរបស់មិត្តប្រុសរបស់នាងថាថ្លើមរបស់នាងគឺត្រូវគ្នាជាមួយនឹងថ្លើមរបស់គាត់ហើយក្រុមគ្រួសាររបស់មិត្តប្រុសរបស់នាងនៅពេលដែលឮបែបហ្នឹងពួកគេពិតជាតែកអរហើយនឹងរំភើបហើយក៏ស្រឡាញ់ទូរស័ព្ទរបស់យើងកាន់តែខ្លាំងផងដែរហើយគេក៏បានកាត់មកដល់នៅពេលដែលទូរស័ព្ទរបស់យើងនាងកំពុងតែជិះឡានក្រុងទៅផ្ទះហើយនាងក៏បានឆាតទៅកាន់មិត្តប្រុសរបស់នាងផងដែរទូរស្រីក៏បានឆាតប្រាប់មិត្តប្រុសរបស់នាងថាហេស៊ូខ្ញុំទៅតែចេញពីធ្វើការហើយកំពុងជិះឡានក្រុងទៅឯមន្ទីរពេទ្យហើយឥឡូវនេះនៅតាមផ្លូវក៏កំពុងតែស្ទះចរាចរណ៍ផងដែរហើយតើបងបានទៅដល់មន្ទីរពេទ្យហើយឬនៅហើយតើម៉ាក់គាត់មានសុខភាពយ៉ាងម៉េចហើយទូរស័ព្ទរបស់យើងនាងក៏បានគិតថាថ្ងៃនេះមើលទៅគាត់ប្រហែលជារវល់ខ្លាំងណាស់ហើយទូរស័ព្ទរបស់យើងនាងក៏បានចូលពីឡានក្រុងហើយក៏រត់ទៅកាន់មន្ទីរពេទ្យផងដែរឥឡូវនេះនាងក៏បានមកដល់មុខបន្ទប់វាការរបស់ម្ដាយមិត្តប្រុសរបស់នាងហើយនៅពេលដែលនាងបំរុងចូលទៅនាងក៏បានលើមិត្តប្រុសរបស់នាងកំពុងតែនិយាយអំពីមនុស្សស្រីផ្សេងទៀតតែធ្វើការជាមួយគេនៅឯក្រុមហ៊ុនជាមួយគេនាងគឺជាមនុស្សស្រីម្នាក់ដែរមានជីវភាពធូរធារហើយក៏មានឪពុកម្ដាយរស់នៅជាមួយផងដែរហើយនារីម្នាក់នោះគឺនាងមានអាយុដូចនឹងសាននាងថែមទាំងឆ្លាតហើយនឹងមានរូបសម្បត្តិស្រស់ស្អាតទៀតផងហើយទូរស័ព្ទរបស់យើងនាងក៏បានដឹងអំពីមុខមាត់របស់មិត្តប្រុសរបស់នាងផងដែរនៅពេលនេះហើយទូរស័ព្ទរបស់យើងនាងក៏នឹកមិនស្មានដល់ថាមិត្តប្រុសរបស់នាងគឺជាមនុស្សបែបនេះសោះហើយនាងក៏បានគិតក្នុងចិត្តថាគឺនាងមិនអាចបរិច្ចាគថ្លើមរបស់នាងឲ្យទៅម្ដាយរបស់មិត្តប្រុសរបស់នាងបានទៀតឡើយ